Đây mong buồn ở kia Phá có một gan xuân của mình có chạy Video nàyគឺសម្រាប់បងប្អូនដែលចង់ដឹងពីទីតាំងរបស់សួនសុបិនកោះច្រែងថ្ងៃនេះយើងខ្ញុំសូមបង្ហាញពីទីតាំងកំពង់ចម្លងទេសចរសួនសុបិនកោះច្រែងដើម្បីឆែករយទីតាំងបងប្អូនចូលទៅក្នុង map យើងរើសយក Google Map បន្ទាប់មកទៀតបងប្អូនវាយពាក្យថាកំពង់ចម្លងទេសចរសួនសុបិនកោះច្រែងបងប្អូននឹងឃើញទីតាំងដែលខ្ញុំបង្ហាញជូននៅក្នុងរូបភាពនេះកំពង់ចម្លងមានចម្ងាយប្រហែលជា500ម៉ែត្រពីកោះច្រែងហើយមានចម្ងាយប្រហែល200ម៉ែត្រពីវត្តបោះលាវនេះគឺជាស្ពានថ្មីឆ្លងទន្លេរបស់ខេត្តក្រចេះហើយមានចម្ងាយប្រហែលជា7ទៅ8គីឡូម៉ែត្រពីក្រុងក្រចេះនេះគឺជារូបភាពមួយចំនួនដែលបងប្អូនគាត់ធ្លាប់អញ្ជើញមកលេងនៅកន្លែងរបស់យើងយើងឆ្លងពីកំពង់ចម្លងទៅកោះរយៈពេលប្រហែល15នាទីតាមរយៈសំពៅហើយនេះគឺជាសួនសុបិនកោះច្រែងយើងមានជាមួយនឹងកន្លែងបោះតង់ហាងអាហារដ្ឋានមានដូចជាកាហ្វេម៉ូបកំងជាច្រើនហើយម៉ូបប្រចាំហាងរបស់យើងខ្ញុំនឹងមានច្រើនមែនទែនដូចជាមាន់ដុតកោះឡើងភ្នំបុកលហុងគុយទាវមីហាសាច់គោអាំងប្រហិតចៀនហើយនឹងគុយទាវទូកផងដែរនេះគឺជាទេសភាពនៅលើទូកដែលយើងមើលទៅឃើញទេសភាពស្ពានឆ្លងទន្លេខេត្តកោះចេះច្បាស់តែម្ដងខ្ញុំបើកដំណើរការពីម៉ោង7ព្រឹកដល់ម៉ោង8យប់ដំណឹងពិសេសផងដែរយើងមានជាមួយនឹងអាហារដ្ឋានបណ្ដែតទឹកដែលមាន2ជាន់នៅជាន់ខាងក្រោមយើងបម្រើជាមួយនឹងអាហារហើយនឹងភេសជ្ជៈម៉ូកូហើយជាន់ខាងលើបងប្អូនអាចមើលទេសភាពថ្ងៃលិចហើយថតរូបស្អាតៗផងដែរជាមួយនឹងទេសភាពទន្លេនេះជាទស្សនភាពពេលដែលយើងកំពុងតែរៀបចំហាងតែឥឡូវរួចរាល់ហើយយើងបើកដំណើរការថ្ងៃ8មីនាទីតែម្ដងនេះគឺជាឆ្នេរសាច់កោះច្រែងដែលចាប់ពីព្រឹកដល់យប់ដូចគ្នាបងប្អូនអាចអញ្ជើញមកលេងទឹកនៅទីនេះយើងមានជាមួយនឹងទិញចុះលើទឹកអាហារដ្ឋាននៅលើឆ្នេរខ្សាច់ដូចគ្នាផងដែរអញ្ចឹងបងប្អូនកុំភ្លេចអញ្ជើញមកទស្សនាហើយនៅកំសាន្តនៅទីនេះជាមួយនឹងក្រុមគ្រួសារជាមួយនឹងអ្នកជាទីស្រឡាញ់ដើម្បីបង្កើតការចងចាំដ៏ល្អៗជាមួយគ្នាសម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចទាក់ទងតាមលេខទូរស័ព្ទខាងលើនេះសូមអរគុណជួបគ្នានៅសួនសុបិនកោះច្រែង